បាទសួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងពីម្សិលមិញលោកគីមចុងអ៊ុនគឺកូរ៉េខាងជើងបានដាក់ពមៀនទៅលើសហរដ្ឋអាមេរិកគឺជាពិសេសគឺទៅលើលោកដូណាល់ត្រាំផ្ទាល់តែម្ដងគឺឲ្យដោះលែងប្រធានាធិបតីប្រទេសវេណេស៊ុយឡាដែលចាប់ខ្លួនកាលពីថ្ងៃទី3ខែមករាឆ្នាំ2026ហ្នឹងគឺលោកម៉ារូរូឲ្យដោះលែងជាបន្ទាន់បើមិនដោះលែងទេនឹងអាចកើតមានសង្គ្រាមលោកលើកទី3ជាមួយគ្នាចុយឥឡូវនេះគឺខ្លាំងប៉ះខ្លាំងហើយយើងដឹងហើយថាសហរដ្ឋអាមេរិកហេតុអីបានធ្វើការចាប់ខ្លួនវាយហើយចាប់ខ្លួនប្រធានាធិបតីប្រទេសវេណេស៊ុយឡាហើយយើងដឹងហើយយើងក៏គិតដែរថាតើគេវាយហើយតើឲ្យគេដោះលែងវិញអត់គេវាយប្រទេសហើយគេចាប់ខ្លួនមេដឹកនាំហើយតើគេអាចដោះលែងតាមអ្វីដែលគីមចុងអ៊ុនស្នើសុំអត់ហើយប្រាប់អត់ឬក៏ជាការបំពេញរបស់គីមចុងអ៊ុនអត់សួរថាសហរដ្ឋអាមេរិកដោះលែងឬក៏មិនដោះលែងឥឡូវនេះកំពុងតែតានតឹងហើយយើងដឹងថាសង្គ្រាមលោកលើកទី3វាមិនដឹងកើតមានអត់ទេបើសិនជាអាភិបតានតឹងរបស់កូរ៉េខាងជើងជាមួយនឹងសហរដ្ឋអាមេរិកផ្លូវច្រកចេញអត់ឃើញអត់អាចដោះស្រាយបានហើយកូរ៉េខាងជើងគេថាស្អីគេម៉ាដូរូនឹងជាមិត្តភក្តិរបស់គេអញ្ចឹងហើយគេឲ្យសហរដ្ឋអាមេរិកជាពិសេសគឺលោកដូណាល់ត្រាំត្រូវតែដោះលែងជាបន្ទាន់បើមិនអញ្ចឹងទេមានសង្គ្រាមលោកលើកទី3មួយគ្នាចុយហើយបើសហរដ្ឋអាមេរិកខំប្រឹងវៃប៉ានេះហើយទៅដោះលែងមិនកើតឡើយហ្នឹងបើដោះលែងស្មើនឹងក្រោមគីមចុងអ៊ុនហើយអន់ជាងគីមចុងអ៊ុនហើយយើងដឹងហើយថាហេតុអីបានសហរដ្ឋអាមេរិកធ្វើការវាយប្រហារប្រទេសវេណេស៊ុយឡាហើយរហូតដល់ធ្វើការចាប់ខ្លួនប្រធានាធិបតីរបស់គេអញ្ចឹងយើងដឹងហើយទីមួយការរបបផ្ដាច់ការធ្វើបាបប្រជាជនជាមេអ៊ុក្រិតថ្នាំញៀនអញ្ចឹងយើងអត់ដឹងថានេះជាការចោទប្រកាន់របស់សហរដ្ឋអាមេរិកឬក៏មិនទេប៉ុន្តែគេមុននឹងធ្វើអីគេមួយនិយាយទៅគេច្បាស់លាស់របស់គេដែរអញ្ចឹងសហរដ្ឋអាមេរិកអញ្ចឹងវាអាចថានេះអាស្រ័យលើបងប្អូនគិតបើខ្ញុំនិយាយខ្ញុំថា50-50ចុះព្រោះវាអាចនឹងមានបញ្ហានឹងកើតឡើងឬក៏ជាបញ្ហាសេដ្ឋកិច្ចឬក៏នយោបាយរបស់គេគឺយើងអត់ដឹងទេប៉ុន្តែគ្រាន់ថាខ្ញុំគិតថា50-50ចុះប៉ុន្តែអ្វីដែលសំខាន់ឡើយគឺយើងគិតតើសហរដ្ឋអាមេរិកដោះលែងប្រធានាធិបតីរបស់ប្រទេសវេណេស៊ុយឡាឬក៏អត់តែប៉ុណ្្នឹងឯងហើយយើងគិតថាគេវាយប៉ុណ្នេះហើយតើគេដោះលែងតាមគីមចុងអ៊ុនអត់បើអត់ដោះលែងតាមគីមចុងអ៊ុនអាចនឹងមានសង្គ្រាមលោកលើកទី3ជាមួយនឹងកូរ៉េខាងជើងហើយតែកូរ៉េខាងជើងផ្ទុះតាមក្របសហរដ្ឋអាមេរិកដាក់ទៅវិញហើយប្រទេសទាំងអស់ដូចមានរុស្ស៊ីដូចមានប្រទេសចិនអីហ្នឹងប្រហែលជាប្រមូលផ្ដុំគ្នាបាញ់ទៅលើសហភាពអឺរ៉ុបហើយអឺរ៉ុបតួមកវិញអញ្ចឹងប្រទេសណាក៏ដោយនិយាយទៅវាអាលេហិនហោយ៉ាងទាំងអស់ហ្នឹងអញ្ចឹងអ្នកដែលអត់មានប្តីមានប្រពន្ធនៅស្រុកខ្មែរអញ្ចឹងរៀបចំការឲ្យលឿនៗប្រយ័ត្នអត់ស្គាល់រសជាតិស្នេហ៍គ្រាដំបងអីប្រយ័ត្នអត់ស្គាល់រសជាតិស្នេហ៍អញ្ចឹងរូទៅអ្នកដែលអត់មានគូប្រយ័ត្នតាមធៀមលើកទី3មកលាយខ្សលហ្នឹងគ្មានស្គាល់រសជាតិអីគេចុយបើខ្ញុំគិតបើសិនជានេះអាចប្រហែលជា50-50ដែរសង្គ្រាមលោកលើកព្រោះបើអាភិបតានតឹងហ្នឹងវានៅតែដោះស្រាយអត់ចេញវាអាចមានថាអត់អាចទេបើគីមចុងអ៊ុននិយាយមកអញ្ចឹងហើយអាគីមចុងអ៊ុននេះវាចិត្តក្តៅវាចិត្តក្តៅវាចិត្តរឹងវាមានទុនណាតែនិយាយមិនថោកជាងតួពងអាលាយខ្សល